Hello สวัสดีคุณมาพบទាំងអស់គ្នាដែលចូលមកទស្សនាភាពបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលីងវូដែលជាភាគទី137របស់យើងចាប់ផ្ដើមនៅស័យរឿងជើងខ្លាំងម្នាក់ក៏បានទូទៅយីលូហានហើយអ្វីបានជាពួកយើងត្រូវស្ដាប់សំណើរបស់អ្នកគាត់ក៏បានប្រាប់ថាដោយសារតែការដាំដុះរបស់នាយរស់គ្នាគឺនៅទាបជាងខ្ញុំហើយសមត្ថភាពក៏ទ្រង់ខ្សោយនៅពេលដែលចូលទៅដល់សមរភូមិដ៏ពេតប្រកបពួកនាយរស់គ្នាច្បាស់ជារត់ចោលជូរជាមិនខានពេលនោះគឺគាត់ក៏បាននិយាយតើអ្នកចង់បង្កភាពវឹកវរដល់អាណាចក្រយានយ៉ាងមានទេអ្វីដែលគូធ្វើគូតែសហការគ្នាជាធ្លុងមួយដើម្បីយកឈ្នះនៅក្នុងការប្រកួតនៅថ្ងៃខាងមុខយីលូហានក៏បាននិយាយថាខ្ញុំមិនបានជំទាស់នោះទេខ្ញុំគ្រាន់តែខ្លាចពួកនាយរស់គ្នាមិនហ៊ានតែប៉ុណ្ណោះដោយជើងខ្លាំងយូមូក៏បានងើបឡើងបើអញ្ចឹងខ្ញុំនឹងបង្ហាញពីជំនាញនៃទេពកោសល្យរបស់អាណាចក្រខ្ញុំបំផ្ទុះនៅចំហាយធម្មពលបន្តិចធ្វើឲ្យយីលូហានក៏បានខឹងបញ្ឆេះនៅកម្លាំងធម្មពលរបស់គាត់ដូចគ្នាស្របពេលនោះកញ្ញាមេងឈីងក៏បានងើបឡើងពិធីជប់លៀងរបស់ព្រះអង្គម្ចាស់យានមិនគូណាមានការទាស់ទែងគ្នានោះទេពួកយើងគូតែផឹកស្រាហើយពិភាក្សាគ្នាវិញល្អជាងអ្នកណាផឹករហូតដល់ទីបញ្ចប់ម្នាក់នោះនឹងឈ្នះក៏វាដៃបន្តិចប្រកល់ទៅឲ្យនាយរស់គ្នាម្នាក់មួយដបដែលធ្វើឲ្យយីលូហានក៏បានលន់មាត់ថាមិនចាំបាច់នោះទេប្រូម្នាក់ក៏បានលើកឡើងមើលទៅនេះប្រហែលជាខ្លាចហើយតើនេះមានទេគឺជាជើងខ្លាំងដែលបាននិយាយបើខ្លាចតួខ្ញុំជាអ្នកផឹកមុនពេលនេះឈិនណានក៏បានជួយជ្រើផងដែរស្រាមួយនេះមានកម្លាំងយ៉ាងពិសេសបំរុងនឹងឆောင်းយកឈិនធានក៏បានខាត់ពួកគាត់គឺជាជើងខ្លាំងមកពីចតុភពច្បាស់ណាស់ពួកគាត់មិនមានការភ័យខ្លាចក្នុងការផឹកវានោះទេសម្រាប់អ្នកកម្លាំងធម្មពលស៊ូមិនបាននោះឡើយដោយសារតែស្រាមួយនេះមានអនុភាពយ៉ាងពិសេសចំណែកបារ៉ូម្នាក់នោះមិនតបពីអកមួយគឹកហើយឡើងវិមាត់តែម្ដងដោយសារតែវាមានអនុភាពខ្លាំងពេកគាត់ក៏បានសន្លប់ឈឹងធ្វើឲ្យយូមូគាត់ក៏បានលន់មាត់ថាស្រាមួយនេះមានជាតិពុលយីលូហានគាត់ក៏បានឌឺដងក្រុមរបស់អ្នកពិតជាមនុស្សអត់ប្រយោជន៍មែនលើកមួយក្អឹកធ្វើឲ្យកម្លាំងធម្មពលរបស់គាត់ក៏បានផ្សាយចេញកញ្ញាមេងឈីងក៏បានប្រាប់ថានេះគឺជាស្រាដុតបេដងផលិតចេញពីនីតិរ៉ូដឺស្នូរបស់ផែនដីនិងទឹកពីរឹសសេលេស្ទៀនវាផ្ដល់អត្ថប្រយោជន៍ដល់ការដាំដុះអ្នកដែលបានផឹកប៉ុន្តែជាធម្មតាអនុភាពរបស់វាគឺកាយសាហាវខ្លាំងណាស់មានតែអ្នកដែលមានគ្រឹះរឹងមាំទេដែលអាចទ្រាំទ្របានពេលនេះយីវូហានគាត់ក៏បានសម្រួលនឹងកម្លាំងធម្មពលរបស់គាត់ឲ្យត្រឡប់មកដូចដើមវិញមនុស្សដូចជាខ្ញុំបានគេហៅថាជាបរិបពិតដោយលូប៉ៃវិញគ្មានផឹកឲ្យសមួយដំណក់នោះទេវាពិតជាបានជួយខ្ញុំបំបត្តិនៃការស្រេកទឹកបានយ៉ាងល្អដូច្នេះឲ្យខ្ញុំសុំមួយដបទៀតមកកញ្ញាមេងឈីងក៏បានញញឹមប្រគល់នៅស្រាទៅឲ្យគាត់ចាប់ចូលមកក្នុងដៃលើកដាច់មិត្តខ្ញុំចាប់ផ្ដើមរត់ទៅចូលចិត្តរសជាតិស្រារបស់នាងហើយសម្លាញ់ជាលាសង្សាលបងវាមើលធ្វើឲ្យគាត់លេងគិតច្រើនលើកអកមួយសាយភេនៅកម្លាំងធម្មពលបន្តិចសរសើរថាស្រាមួយនេះពិតជាមានអនុភាពល្អមែនដែលធ្វើឲ្យនាងរកគ្នាក៏មិនសូន្យសាញច្រើនទីដែរប្រញាប់សាកនៅរសជាតិស្រាដុតបេដងចំណែកគយមួយនឹងសេបសូរ៉ាមួយដបនោះគាត់ក៏បានលើកចូលជាមួយនឹងឈិនធានពីចម្ងាយដាច់ប៉ិតគ្មានសមួយដំណក់ទេធ្វើឲ្យយីលូហានសឹងតែមិនជឿចំណែកមេងឈីងមិនតបពីឃើញនាងរកគ្នាផឹកអស់ហើយនាងក៏បានពិន័យខ្លួនឯងមួយនឹងមិនធម្មតានោះទេឡើងធំបៀងលើកដាច់ប៉ិតតែម្ដងយូមូក៏បានសរសើរខ្លាំងមែននាងមេងឈីងពិតជាមានសមត្ថភាពមិនតិចជាងមនុស្សប្រុសនោះទេបើអញ្ចឹងខ្ញុំនឹងផឹករហូតដល់ទីបញ្ចប់ដើម្បីឲ្យនាងមេងឈីងរួមជាមួយនឹងខ្ញុំតើខ្ញុំនិយាយនេះសមហេតុផលដែរទេពេលនោះនាងក៏បានផ្សាយបន្តិចបើអញ្ចឹងអ្នកណាអាចផឹករហូតដល់ទីបញ្ចប់ខ្ញុំមេងឈីងនឹងរួមជាមួយម្នាក់នោះនៅក្នុងយប់នេះរួចហើយនាងក៏បានថែមស្រាឲ្យអ្នករកគ្នាចំនួន5ដបម្នាក់ដែលនៅលើកនេះគឺដបធំជាងមុនសូមអ្នករកគ្នាពិសាតាមសប្បាយចុះលើកអកចុះឡើងឈិនណានអស់3ដបដែលធ្វើឲ្យអនុភាពស្រាចាប់ផ្ដើមសកម្មឡើងអ្នកឯទៀតក៏ដូចគ្នាគាត់ចាប់ផ្ដើមសម្រួលនៃកម្លាំងធាតុរបស់គាត់ប៉ុន្តែមើលទៅយីវូហានហាបីដូចជាសាច់កម្មជាងគេទៅតែអស់ត្រឹម3ដបសោះហេតុអ្វីបានជាខ្ញុំមិនអាចទ្រាំទ្របានដំបងឡើយខ្ញុំគិតថាអាចទ្រាំទ្ររហូតដល់5ដបពេលនោះមានអ្នកលន់មាត់ថាមើលណោះពួកគាត់ផឹកដល់ដបទី4ទី5ហើយរឹតតែភ្ញាក់ផ្អើលទៀតបន្ទាប់ពីឃើញជិនធានកាត់ដល់ដបទី5បង្ខំខ្លួនឯងផឹកដល់ថ្នាក់នឹងតែចង់ស្លាប់ហើយមែនទេកញ្ញាមេងឈីងក៏បានដឹងគាត់កំពុងតែប្រើវិធីនេះដើម្បីទម្លុះកម្រិតដែលពេលនោះផ្កា3ក៏បានផុសប្រសពគ្នានៅលើជិនធានដែលធ្វើឲ្យព្រឹទ្ធាចារ្យប៊ូគូក៏បានសរសើរពិតជាមានទេពកោសល្យដ៏អស្ចារ្យមែនស្ដេចយានក៏បានលើកឡើងការទម្លុះកម្រិតនៃព្រះវិញ្ញាណពិតជាមនុស្សដែលមានសមត្ថភាពដ៏កម្រខ្លាំងណាស់មេងឈីងគឺជានារីយល់ចិត្តក៏បានបន្ថែម3ដបទៀតឲ្យឈិនធានផឹកម្ដង1ដបមិនស្ទាវឈិនធានក៏បានដាក់3ដបតែម្ដងបង្កើននូវអនុភាពដ៏ខ្លាំងក្លាផ្ទុះចេញនៃចំហាយធម្មពលបន្តិចប៉ុន្តែអាចធ្វើឲ្យនារីគ្នាក៏បានភ្ញាក់ផ្អើលដោយសារតែកម្លាំងធម្មពលបន្តចេញជាច្រើនធ្វើឲ្យអ្នកទាំង3នាក់មិនចង់ចាញ់ឈិនធានក៏បានហៅបន្ថែមទៀតលើកដាច់ព្រមគ្នាតែម្ដងដែលពេលនោះព្រឹទ្ធាចារ្យប៊ូគូក៏បានឲ្យស្ដេចយានយកឱកាសនេះដើម្បីឲ្យយុវជននៃអាណាចក្រធានវូប្រគល់ប្រជែងទេពកោសល្យជាមួយនឹងអាណាចក្ររាជវង្សក្នុងលក្ខខណ្ឌដែលពួកគាត់កំពុងតែប្រជែងគ្នាផឹកស្រាតើព្រះអង្គម្ចាស់យល់យ៉ាងណាដែរស្ដេចយានគាត់ក៏បានប្រាប់ថាខ្ញុំគិតថាពួកនារកគ្នាគាត់មិនទាន់ពេញចិត្តនៅឡើយនោះទេមេងឈីងនាងក៏បានលើកឡើងការផឹកស្រាដុតបេដងនេះកាន់តែច្រើនគឺគ្មានប្រយោជន៍ឡើយប្រសិនបើពួកអ្នកនៅតែចង់ប្រគល់ប្រជែងខ្ញុំសុកចិត្តយកទឹកសន្សំឋានសួគ៌ទាំង9ចេញមកធ្វើឲ្យជើងខ្លាំងគឺគាត់ក៏បានលន់មាត់ទឹកសន្សំឋានសួគ៌ទាំង9ខ្ញុំធ្លាប់ឮថាស្រានេះចាប់យកខ្លឹមសារនៃឋានសួគ៌និងផែនដីហើយខ្ញុំក៏ចង់ដឹងដែរថាខ្ញុំអាចបង្ហាញពណ៌បានប៉ុន្មានមេងឈីងក៏បានប្រាប់ថាប្រសិនបើវាលេខឡើង9ពណ៌ជ័យជំនះមួយនេះនឹងក្លាយទៅជារបស់លោកយូមូមិននិយាយច្រើនចាប់អកមុនគេបន្ទាប់មកជាលាវសឹងដែលវាបានលេខចេញមិនច្រើនពណ៌ប៉ុន្មាននោះទេដល់វេនរបស់គួយគាត់ក៏បានលើកដាច់មួយកម្លាំងនៃធម្មពលក៏បានផ្ទុះចេញពីរាងកាយរបស់គាត់ដែលវាមាន5ពណ៌តែប៉ុណ្ណោះមេងឈីងក៏បានប្រាប់ថាយ៉ាងណាមិញសូម្បីតែជើងខ្លាំងយានលាវស៊ូក៏គាត់អាចបញ្ចេញបានត្រឹមតែ7ពណ៌ប៉ុណ្ណោះចំពោះករណី9ពណ៌វាគ្រាន់តែជារឿងព្រេងនិទានមួយពេលនោះអាឡិតស៊ូមូក៏បានលើកឡើងលោកម្ចាស់របស់ខ្ញុំនឹងហើយគឺជារឿងព្រេងនិទានក្នុងជីវិតពិតពេលនោះឈិនធានក៏មិនចាំយូរនោះដែរលើកដាច់មួយប៉ុន្តែ
គ្មានប្រតិកម្មអ្វីនោះទេឡើងស្ងាត់ជ្រាបតែម្ដងដែលធ្វើឲ្យអ្នករស់គ្នាក៏បានផ្សាយចំអកឲ្យខ្ញុំបានឮថាសារនេះមានការយល់ដឹងពីខាងវិញ្ញាណប្រសិនបើអ្នកផឹកមានចេតនាមិនបរិសុទ្ធនិងមិនមានប្រតិកម្មអ្វីនោះទេដូចជាករណីរបស់វូឈិនដែរបរិះក្នុងរឿងព្រេងនិទានវាប្រាប់ថាវូឈិនគ្រាន់តែជាទូធ្លុកមួយតែប៉ុណ្ណោះភ្ញាក់ព្រឹកតែម្ដងដោយសារតែពេលនេះឈិនធាក៏បានផ្ទុះចេញនូវកម្លាំងធម្មពលដ៏ខ្លាំងក្លាដែលមានពណ៌ឡើងដិតផុសឡើងទៅខាងលើចំនួន5គឺស្មើនឹងជើងខ្លាំងគឺគុយវានៅមិនទាន់អស់នោះទេក៏បានផ្ទុះមួយតង់ហើយមួយតង់ទៀតគាត់អាចឆ្លងពីដំណាក់កាលបានក្នុងពេលតែមួយដែលពេលនេះគាត់អាចប្រៀបធៀបទៅនឹងព្រះជាម្ចាស់បានពន្លឺជាច្រើនពណ៌បន្តផុសឡើងផ្ទុះនៅខាងលើដែលធ្វើឲ្យអ្នករកគ្នាភ្ញាក់ផ្អើលឡើងចំហមាត់តែម្ដងគាត់អាចបញ្ចេញពណ៌ចំនួន9បានតើខ្ញុំយល់សពមែនទេទីខ្លួនឯងមួយកំភ្លៀងនេះគឺជាការពិតសូម្បីតែមេងឈីងផ្ទាល់នាងក៏មិនចង់ជឿចំណែកគឺគុយគាត់ក៏បានទៀតដៃវូឈិនគាត់អាចក៏ហៅនៅពណ៌ចំនួន9បានជាមួយនឹងទេពកោសល្យដ៏អស្ចារ្យបែបនេះខ្ញុំគឺគុយសូមកត់សរសើរដោយចិត្តស្មោះឈិនធានក៏បានតបទៅវិញទេពកោសល្យមិនមែនជាអ្វីៗទាំងអស់នោះទេចិត្តទូលារបស់បងប្រុសគឺគុយខ្ញុំក៏សូមសរសើរដោយចិត្តស្មោះដែរបន្ទាប់ពីស្ដាប់ឮបែបនោះលីវូហានចិត្តជាកូនប្រុសវូឈិនខ្ញុំនឹងស្ដាប់ប្រតិបត្តិតាមលោកក្នុងអំឡុងពេលនៃការប្រកួតពេលនេះស្ដេចយានអង្គុយលេងជាប់ទៀតហើយងើបឡើងវូឈិនអ្នកតែងតែធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលជានិច្ចមិនត្រឹមតែពន្លឺដ៏ទេវភាពចំនួន9ទាំងអស់នេះទេប៉ុន្តែក៏ជាគ្រាប់ថ្នាំវិញ្ញាណរបស់អ្នកផងដែរដែលអាចជួយធ្វើឲ្យមនុស្សដែលរងរបួសជាសះស្បើយភ្លាមៗប្រសិនបើអាចប្រើប្រាស់ក្នុងជួរកងទ័ពរបស់ខ្ញុំបានវានឹងអាចជួយកាត់បន្ថយជនរងគ្រោះដែលពួកគាត់បានរងរបួសឈិនធានក៏បានតបប្រសិនបើព្រះអង្គម្ចាស់ពេញចិត្តខ្ញុំមានមួយចំនួននៅក្នុងដៃរបស់ខ្ញុំផងដែរស្ដេចយានគាត់ក៏បាននិយាយគ្រាប់ថ្នាំនេះមានសារៈសំខាន់ខ្លាំងណាស់ដូច្នេះខ្ញុំមិនអាចស្នើសុំដោយគ្មានហេតុផលនោះទេតើអ្នកអាចលក់រូបមន្តថ្នាំឲ្យរាជវង្សរបស់ខ្ញុំបានអត់ដាក់តម្លៃមកតាមតែចិត្តរបស់អ្នកត្រូវការឈិនធានស្ទាក់ស្ទើរបន្តិចវាមិនមែនថាខ្ញុំមិនព្រមទេប៉ុន្តែមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលអាចចម្រាញ់នៅគ្រាប់ថ្នាំមួយនេះបានស្ដេចយានគាត់ក៏បានប្រាប់ថាគ្មានបញ្ហាឡើយតើអ្នកត្រូវការរូបមន្តប៉ុន្មានរាជវង្សអន្តរីរបស់ខ្ញុំនឹងរកមកឲ្យលោកទាំងអស់ដោយឈិនធានក៏បានប្រគល់នៅរូបមន្តទៅឲ្យស្ដេចយានចំណែកពេលនេះពិធីជប់លៀងក៏ត្រូវបានបញ្ចប់ជើងខ្លាំងកៅគុយគាត់ក៏បានមកគិស្មារបស់ឈិនធានខ្ញុំនឹងយកអ្នកបង្ហាញនៅជុំវិញរាជវង្សអន្តរីនៅថ្ងៃស្អែកស្របពេលនោះកញ្ញាមេងឈីងក៏បានមកកាក់មុខតើអ្នកនាងមានភារកិច្ចអ្វីមែនទេមេងឈីងក៏បានប្រាប់ថាវូឈិនប្រសិនបើលោកចង់ទស្សនានៅជុំវិញរាជវង្សអន្តរីលោកអាចទៅទស្សនានៅដំណាក់គ្រូសាមេរបស់ខ្ញុំជាដំបូងបានសម្រាប់អ្នកទាំងអស់គ្នាដែលចង់ទស្សនាភាគបន្តភ្លាមៗដែលមានរហូតដល់ភាគទី147អាចចូលជាសមាជិកកូនក្រុម VIP របស់ admin បានដែលចំណាយត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះអ្នកទាំងអស់គ្នានឹងអាចទស្សនាការសម្ដែងរឿងរបស់ admin នៅក្នុងកូនក្រុម VIP បានដែល admin មានភាពបន្តផុសជារៀងរាល់ថ្ងៃហើយមិនមែនមានតែមួយរឿងនេះនោះទេនៅមានរឿងផ្សេងទៀតចំនួន5-6ឯណោះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចទាក់ទងមក Telegram ផ្ទាល់របស់ admin បានលីងនៅក្រោម comment ដែលពេលនេះសាច់រឿងភាគទី137របស់យើងក៏ត្រូវបានបញ្ចប់ក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលបាននិយាយឡើងខណៈពេលនេះ admin សូមលាបាយបាយ